រចនាផុតនេះទេឈុតឆាកទី2ហាងកាហ្វេមួយនៅទីក្រុងបាងកកនៅកម្រិតប្រហែល700គីឡូម៉ែត្រពីទីនោះនៅបាងកកប្រទេសថៃម៉ាលីនីនិស្សិតវិស័យប្រវត្តិសាស្ត្រសាឡាក់កំពុងអង្គុយនៅហាងកាហ្វេស្រស់ស្អាតមួយជិតសាកលវិទ្យាល័យនាងកំពុងលេង iPad ហើយស្វែងរកប្រធានបទពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់នាងឥទ្ធិពលសាឡាក់ក្នុងតំបន់ជាប្រធានបទដែលនាងចូលចិត្តជាពិសេសពេលនាងឃើញប្រធានបទរបស់វីរៈខ្មែរនាងឈប់មើលភ្លាមបន្ទាប់មកនាងបានចុចបង្ហាញមតិយោបល់ដោយស្និទ្ធស្នាលកណន័យ Mali_Art Lover សង្កេតការណ៍របស់អ្នកគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំយល់ថាក្បាច់ផ្កាដែលអ្នកនិយាយអាចមានការបង្ច្រកសិល្បៈសុខោទ័យពីសម័យដើមវាអាចបង្ហាញពីការបង្រួបបង្រួមឬចែករំលែកគំនិតក្នុងសិល្បៈនៅសម័យនោះសូមអរគុណដែលបានចែករំលែកឈុតឆាកទី3ចំណងមេត្រីតាមសារឯកជនវីរៈត្រឡប់មកកុំព្យូទ័រវិញហើយបានឃើញការឆ្លើយតបរបស់នាងកត់សាច់ស្រួលចាត់ហើយមិនស្ទាក់ស្ទើរបន្តការសន្ទនាឡើយវីរៈ_ខ្មែរសូម